xuống của mình đã nhom nông màu vậy tại tông cho mùi năng website random một để nông năng đáy cái dân miền là CSO cho mùi năng ASO hay năng là ASG chắc là vậy tới chia CSO chống CSO cái chia cao đô tôi muốn phát ra từ lời cả cao HTMLរបស់ web page ទៅកាន់ client browser តាមរយៈ JavaScript អញ្ចឹងserver គឺឆ្លើយតបជាមួយនឹងឯកសារ HTML តិចតួចបំផុតបានន័យថាស្ទើរតែអត់មានតែម្ដងហើយ browser ជាអ្នកទាញយកកញ្ចប់ JavaScript ដែលពាក់ព័ន្ធភ្លាមៗហ្នឹងអញ្ចឹង JavaScript ដំណើរការនៅលើម៉ាស៊ីននឹងបង្កើត DOM យ៉ាងសកម្មដែលយើងហៅថា dynamic calling ចឹងនៅចុងក្រោយគឺខ្លឹមសារការបង្ហាញខ្លឹមសារនឹងអាចធ្វើអន្តរកម្មបានពេញលេញសម្រាប់ការប្រើប្រាស់ទៅលើ CSO ហ្នឹងសរុបមក CSO ហ្នឹងគឺវាប្រៀបដូចជានៅហាងមួយដែលមានលក់គ្រឿងសង្ហារឹមអញ្ចឹងពេលដែលយើងទៅទិញកៅអីដែលគេធ្វើឲ្យស្រាប់អញ្ចឹងពេលដែលយើងយកមកដល់ផ្ទះពេលដែលយើងទិញកៅអីហ្នឹងហើយយើងយកមកដល់ផ្ទះអញ្ចឹងកៅអីហ្នឹងគឺយើងអាចយកមកដល់គឺអាចអង្គុយបានតែថាអាចប្រើប្រាស់បានដោយមិនចាំបាច់យកមកដល់ផ្ទះហើយដំឡើងម្ដងទៀតទេអញ្ចឹងអាហ្នឹងគឺជាលក្ខណៈរបស់ CSO ហ្នឹងមួយវិញទៀតហេតុអីបានយើងប្រើចិត្តជ្រើសរើសនៅការប្រើប្រាស់របស់ CSO ហ្នឹងអញ្ចឹងតើតើមួយចំណុចនេះដែរហេតុអីបានយើងត្រូវការប្រើឲ្យដែលយើងត្រូវការជ្រើសរើស CSO ហ្នឹងអញ្ចឹងវាមានគុណសម្បត្តិជាមួយនឹងគុណវិបត្តិដូចគ្នាដែរអញ្ចឹងតើតើមួយគុណសម្បត្តិគឺអន្តរកម្មវាគឺសម្បូរបែបបានន័យថាផ្ដល់នៅបទពិសោធន៍រលូននៅក្នុងការប្រើប្រាស់កុំព្យូទ័រមួយទៀតគឺការផ្លាស់ប្ដូរទំព័ររលូនបានន័យថាពេលយើង refresh page ឬក៏ change តែ page ថ្មីអញ្ចឹងវាលឿនការផ្លាស់ប្ដូរទំព័រដោយមិនចាំបាច់ load browser ទាំងមូលឡើងវិញទេហើយមួយទៀតគឺវាកាត់បន្ថយ server កាត់បន្ថយបន្ទុក server កាត់បន្ថយការRAM របស់ physical laptop យើងដូចជា server វាដើរតួជាទិន្នន័យ API បន្ទាប់មកគឺវាធ្វើការទាញទិន្នន័យចេញពី API ដូចជាបង្ហាញជាហូបភាពឬក៏អត្ថបទអីចឹងទៅហើយមួយទៀតវាចំណាយពេលតិច SPA អាចដាក់ឲ្យដំណើរការនៅលើ static storage ដែលមានតម្លៃថោកបានតើតើជាមួយនឹង CSO ហ្នឹងហើយមួយទៀតតើតើមួយគុណសម្បត្តិហ្នឹងគឺការផ្ទុកដំបូងយឺតចឹងបានន័យថាអ្នកប្រើប្រាស់ឃើញអេក្រង់ទទេខណៈពេលដែល JS កំពុងតែទាញយកនឹងដំណើរការហ្នឹងហើយដល់ពេលនេះ poor SEO ហ្នឹងគឺមានការខ្សោយទៅលើ SEO search engine ហ្នឹងគឺវាពិបាកអានហើយនឹងធ្វើ index ខ្លឹមសារពឹងផ្អែកនៅលើ JS ទាំងអស់ចឹងកន្លែងហ្នឹងគឺវាខ្សោយហើយមួយទៀតគឺ device depending កន្លែងហ្នឹងគឺពឹងផ្អែកលើឧបករណ៍បានន័យថាដំណើរការលឿនឬក៏យឺតហ្នឹងគឺវាអាស្រ័យទៅលើ CPU និងល្បឿនអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ហ្នឹងអញ្ចឹងយើងទៅមួយទៀតតកតងជាមួយនឹង when to use CSO អញ្ចឹងពេលណាដែលយើងត្រូវប្រើវាតែយើងគួរតែប្រើវានៅពេលណាអញ្ចឹងដែលយើងដឹងស្រាប់ហើយគឺការប្រើប្រាស់យើងប្រើវានៅពេលដែលដូចជា SAS dashboard ឬក៏ internal tool ហើយ social web app អញ្ចឹងតកតងមួយសារហ្នឹងគឺសំដៅលើកម្មវិធីដែលត្រូវការត្រូវការអន្តរកម្មខ្ពស់ហើយ SEO មិនមែនជារឿងសំខាន់ពីព្រោះថាខ្លឹមសារនៅក្នុងអេក្រង់ login ហ្នឹងវាទាមទារការចូលប្រើប្រាស់របស់ user មួយអញ្ចឹងមួយទៀតតទៅមួយ internal tool ឧបករណ៍ប្រើប្រាស់នៅផ្នែកខាងក្នុងអញ្ចឹង
ប្រព័ន្ធគ្រប់គ្រង admin panel ឬក៏ portal របស់ក្រុមហ៊ុនដែលទាមទារចាត់ចែងទិន្នន័យហ្នឹងគឺវាស្មុគស្មាញឥឡូវ internal tool ហ្នឹងហើយមួយទៀតទៅមួយ software web social app web app អាហ្នឹងគឺទៅលើបណ្ដាញសង្គមកម្មវិធីបណ្ដាញសង្គមឬក៏ platform ដែលប្រើការ scroll មិនចេះចប់នឹងការធ្វើបច្ចុប្បន្នភាពទិន្នន័យជាប្រចាំមិនចាំបាច់ reload ឬក៏ update ថ្មីរហូតចំណុចពេលគួរប្រើពេលណាហ្នឹងអានេះគឺសំដៅលើដូចពីច្រើនយើងឃើញមាន Trello ឬក៏ Jira ឬក៏ Asana ឬក៏ web email Gmail អីដែលយើងប្រើធ្លាប់ប្រើម្ដងនៅលើ web browser ហ្នឹងអូខេអញ្ចឹងខ្ញុំទៅមុខទៀតអញ្ចឹងយើងតាក់ទងជាមួយនឹង server side rendering ម្ដងដែលយើងហៅថា ASR ហ្នឹងអញ្ចឹងអ្វីទៅជា ASR ហ្នឹងអញ្ចឹង ASR គឺជាដំណើរការកម្មវិធីនឹងបង្កើតឯកសារ HTML យ៉ាងពេញលេញទៅលើ server មុននឹងបញ្ជូនទៅកាន់អ្នកប្រើប្រាស់ដូចជា browser វាធ្វើការស្នើសុំឬក៏អ្នក request ទៅកាន់ URL ជាក់លាក់ណាមួយហើយបន្តមក server វានឹងធ្វើការទាញយកទិន្នន័យដែលត្រូវការពី database ហ្នឹងឬក៏ API មកក្រៅហើយបន្តមក server វានឹងធ្វើការ compile ធ្វើការបញ្ជូនទិន្នន័យទៅក្នុង HTML layout ចុងក្រោយគេហើយបន្តមក HTML ដែលបាន render រួចហ្នឹងគឺវានឹងបញ្ជូនមកកាន់ client វិញដោយធ្វើឲ្យអ្នក client អ្នកចុចហ្នឹងគឺឃើញភ្លាមតាក់ទងមួយ fast FTP អញ្ចឹងតាក់ទងជាមួយនឹង ASR នេះវិញបើយើងនិយាយទៅអាហ្នឹងវាប្រៀបដូចជាយើងទៅកាន់ភោជនីយដ្ឋានមួយហើយយើងកំងម្ហូបឲ្យចង់ភៅជាអ្នកធ្វើម្ហូបឲ្យយើងហើយចង់ភៅហ្នឹងប្រៀបដូចជា server អញ្ចឹងហើយយើងអត់បាច់ធ្វើអីយើងគ្រាន់តែអង្គុយនៅតុទៅហើយនៅពេលដែលចង់ភៅគេចម្អិនម្ហូបឆ្អិនអ្នករត់តុហ្នឹងគេនឹងយកម្ហូបទៅឲ្យយើងហើយយើងអាចញ៉ាំបានអញ្ចឹងវាកន្លែងហ្នឹងគេសំដៅទៅលើ ASR គឺការ process របស់វាគឺបែបហ្នឹងអញ្ចឹងយើងទៅមួយទៀតតទៅមួយតាហេតុអ្វីយើងត្រូវជ្រើសរើស ASR ហ្នឹងអញ្ចឹងវាមានគុណសម្បត្តិនិងគុណវិបត្តិដូច CSR ពីខាងលើដែរតែតទៅមួយគុណសម្បត្តិរបស់វាតទៅមួយ SEO ល្អឥតខ្ចោះហ្មងបានន័យថា search ទទួលបានអត្ថបទ HTML ពេញលេញភ្លាមហើយជួយដល់ការធ្វើចំណាត់ថ្នាក់បានយ៉ាងប្រសើរអញ្ចឹងមួយទៀតគឺ fast internet view អញ្ចឹងអាហ្នឹងមើលឃើញលឿនហើយអ្នកប្រើប្រាស់ឃើញខ្លឹមសារភ្លាមដោយអត់មានអេក្រង់ទទេឬក៏ blank screen ណាបានន័យថាគឺវាសូឲ្យយើងភ្លាមហ្មងអត់មានកាំងឬក៏អីទេអញ្ចឹងទិន្នន័យតើមួយ always fresh data ហ្នឹងគឺជាទិន្នន័យជានិរន្តរ៍អាហ្នឹងដោយសារតែទំព័ររបស់យើង render អញ្ចឹងរាល់ពេលដែលមានការស្នើសុំទិន្នន័យគឺតែងតែថ្មីបំផុតកន្លែងហ្នឹងអញ្ចឹងต้องមួយគុណវិបត្តិវាបន្ទុក server ខ្ពស់អាហ្នឹងវាស៊ីទៅលើ CPU ដែររាល់ការធ្វើអីមួយវាទាមទារ CPU កណនី HTML សារថ្មីរហូតហើយអានេះ slow time to interactive ចឹងអាហ្នឹងវាយឺតក្នុងការធ្វើអន្តរកម្មទោះបីជាមើលឃើញមែនប៉ុន្តែទំព័រវាអត់ទាន់អាចចុចបានទេរហូតបើ JS ធ្វើការ hydrate រួចរាល់បានយើងអាចចុចបានហើយមួយទៀតចុងក្រោយហ្នឹងគឺវាចំណាយលើហេដ្ឋារចនាសម្ព័ន្ធវាត្រូវការ server Node.js ឬក៏ backend ខ្លាំងដើម្បីទប់ជាមួយនឹងការប្រើប្រាស់បានអានេះបើយើងចង់ប្រើ ASR ហ្នឹងអូខេអញ្ចឹងមកចំណុចទៀត
ta bên này nhưng phải SO chẳng nơi này đấy cứ dương miền cao pháp về về đại dương pháp về SO cứ là về đại dương phải từ lời e-commerce như website cho mình dynamic SEO page chẳng tại tôi cho mình e-commerce nó cứ chỉ tầm po là tập hợp đại miền ca và hai plug đâu tận lại những nhọt hỏi cho là thằng SEO cứสำคัญของพอดคือสำหรับการลวกจังหลายวิธีคำว่านั่นคือไปคลาดหลายวิธีไอ้พลาดประโดยังประโดในขนมซิสเต็มจ้ะวิธีสร้างประโดไปคลาดหลายหลังจอเตอร์ยังโดนตามนั่งให้มีติดแต่ตัวมวยnew website นั่นคือแต่เลยเว็บไซต์ปลอมมีนได้มีการอัปเดตจบรอบให้นั่งเท่ากับจอมจีดอย search engine หรือก็ Google เปลี่ยนจังอันนี้มีติดแต่ตัวมวยเว็บไซต์บอก SEO dynamicแบบ dynamic อันนั้นคือแต่ตัวนั้นไปชี้ชั่วโมงสักเท่านั้นหรือก็ยังหาทาง landing page นั้นได้เท่ากับต้นไหนจะแสดงหรือเราถามใบผ่านtrong mấy thứ nhưng từ căn static size generation đây là thằng ASG nữa tôi mùi ASG dương anh vậy bạn thấy vì cái chưa ca render thằng song là p đại bìa tầm po ấy thì mở thời ban cả lần tại mà đón cột muốn p đại nè cho mời chẳng lại những tệ tôi mùi developer trigger nó cứ nè developer ai chấp đào bìa website tam dạng CI được có CD chẳng thôi hay người thiết cứ server sẽ mẹp biểu hay tiền vô tình ấy trong bài tỏ nó và cả đại cái thì mở hay mới tiết hay cái xa static tiền nó vừa thử ban đầm nói cả hãy chạy từ tiền phục lục để tam dạng CD hay mới tiết user năng từ tua ban tầm po static phim đòi mình trong bạch đi vô tình này vì database này chẳng là nó cứ away để chia SG chẳng mới tiết thái dương cô tập hợp hẹp với nó đây bằng chân thật cao hợp hẹp vì cứ để xa ta vì mình con bạn nâng con bạn chẳng con bạn vía cứ balancing fast speed chẳng lại nó cứ đầm là ca lướn hay ca đo lại xa static vì CDN cái chiều thi để lên một phần đó ca lại và hai làm sao được có website chẳng perfect SEO chẳng là sản phẩm SEO cứ lo khăn để ấy thì mở ban render rồi lại tình yêu đó ca thôi index nâng search engine ban nhau lo hay mới tiết để tông với smart phiếu cứ smart phiếu về bố hay trong này tịch trong admin database hay có server sẽ cam chui cạnh thay này file năng loại hosting để lại nữa hay tại tông người con người bán cứ xa content chẳng là không xa cái lại ní vì ở đây update không xa đòi swipe vào ba này nó lột ra ta miền ca review website thằng mua lần vậy nhá cái này nó cứ trong lịch soi hay mới tết cứ not for personalization vì xong sẽ đẹp ca bắt đầu tam đẹp ra chứng cái này đi tụi bạn không ca hai tên này trẻ lẹ sẽ đẹp ra tờ lợi ấy 10 np này dân thực khắp tục đồng bộ tục tên này đồng bộ mới tết long biểu thầm chẳng cho này pe biểu du website thống thay mà mượn từ po lớn nó ai cho này pe rọc màu bảy biểu về này ASG nữa ok chẳng cho bật tốt ta ở pe này nhưng thời ca phở ASG nữa chẳng dương miền company blog documentation hay cho mùi năng marketing page chẳng tại tôi mùi company blog đấy
គឺសំដៅលើអត្ថបទដែលបង្ហាញចេញដូចជាចេញផ្សាយយូរម្ដងនឹងមានការផ្លាស់ប្ដូរហើយទទួលបានអត្ថបទដែលមានអត្ថប្រយោជន៍ខ្លាំងហើយនឹងល្បឿន static របស់វាលឿនដល់ពេល document នឹងទៅទៅមួយឯកសារបច្ចេកទេសដូចជាសភៅណែនាំដែលត្រូវបានត្រូវការ SEO ល្អដើម្បីធ្វើឲ្យល្បឿនវាលឿនហើយតែមិនត្រូវការទិន្នន័យ real time នោះទេឥឡូវហ្នឹងដល់ពេល marketing page គឺចឹងសម្រាប់ marketing page portfolio ជាមួយនឹង landing page ដែលចង់តាក់ទាញអតិថិជនលឿនដែលល្បឿននៃទំព័រមានឥទ្ធិពលផ្ទាល់ដល់ប្រាក់ចំណូលអានេះគឺនៅក្នុងការធ្វើ marketing ចឹងយើងអាចប្រើ SG នឹងបានមួយទៀតនេះតើតើមួយ rendering matrix comparison ដែលយើងបាននិយាយពីខាងលើមកតើតើមួយតារាងនេះដែរគឺអញ្ចឹងលក្ខណៈវិនិច្ឆ័យតើតើមួយ matrix ហើយ matrix អានេះinitial load speed ហ្នឹងគឺសំដៅលើល្បឿនផ្ទុកហើយ SEO performance ហ្នឹងវាដំណើរការរបស់ SEO ហ្នឹង server load អានេះការផ្ទុករបស់ server ហើយ data freshness អាហ្នឹងតកតងជាមួយនឹងទិន្នន័យថ្មីអានេះ best software គឺស័ក្តិសមសម្រាប់អូខេអញ្ចឹងតកតងជាមួយនឹងSEO អញ្ចឹង SEO CSR យើងមើល3ហ្នឹងគឺមានCSR ជាមួយ SSR ហើយនិង SSG ដែលតកតងមួយ CSR គឺ slow អានេះវាត្រូវចាំ JS សិនដល់ពេល SSR អាហ្នឹងលឿនវាមាន HTML ស្រាប់ដល់ពេល SSG ហ្នឹងលឿនភ្លាមហើយវាមានអីគេ CND ខាច់ចាហ្នឹងឲ្យទៅលឿនទៀតដល់ពេលកន្លែងនេះតកតងមក SEO performance CSR ហ្នឹងខ្សោយដល់ពេល SSR អាហ្នឹងល្អហ្មងអានេះដូចគ្នាដែរដល់ពេលយើងមើល server load CSR ហ្នឹងក៏ខ្សោយដែរហ្នឹងដល់ពេល SSR អានេះល្អខនបើដែរអាហ្នឹងកណនីរាល់ពេលដែលការស្នើសុំដល់ពេល SSG គឺអត់មានចេះថាអត់មានឯកសារ static ទេអានេះដល់ពេល data fitness អាហ្នឹងតើតើមួយ like client fetch ចឹងអានេះថ្មីចំណុចយ៉ាងឡើយហ្នឹងថ្មីរហូតមកហើយវាទាញយកទិន្នន័យហ្នឹងពី client មកអញ្ចឹងដល់ពេល CSR អាហ្នឹងថ្មីដែរប៉ុន្តែវាទាញយកទិន្នន័យចេញពី server មកវិញដល់ពេល SSG វាអត់សូវមានអីថ្មីទេគ្រាន់តែថាវាអាប់ដេតតែពេលយើងត្រូវការ build ទេហ្នឹងមួយទៀតតកតងមួយថាតើវាស័ក្តិសមអត់ដែលនៅក្នុងការយើងប្រើប្រាស់ CSR ឬក៏ SSR មួយ SG ដែល SSR គឺweb app ឬក៏ SPA ហ្នឹងគឺវាស័ក្តិសមសម្រាប់ web app SPA ចំណែក SSR គឺវាគួរតែប្រើជាមួយនឹងប្រភេទជាខ្លឹមសារ SEO បែប dynamic SEO dynamic content ហើយដល់ពេល AG គឺwebsite ដែលមានខ្លឹមសារ static អញ្ចឹងគួរតែប្រើនៅលើ static content site សម្រាប់ AG ហ្នឹងអញ្ចឹងខ្ញុំសូមបញ្ចប់តាមនេះអរគុណលោកគ្រូ